សួស្តីទាំងអស់គ្នាវិលមកកាន់វីដេអូយើងថ្មីទៀតហើយដែលវីដេអូនេះណាខ្ញុំនឹងប្រាប់អំពីទាំងអស់គ្នាតាក់ទងទៅនឹង comment 2ដែលយើងត្រូវការ design ដើម្បីជួយពន្លឿនការងារ design របស់យើងមែនទេហើយឥឡូវកុំឲ្យខាតពេលទាំងអស់គ្នាយូរយើងចូលទៅកាន់ ប្លង់យើងតែម្ដងទៅហើយសម្រាប់នៅក្នុងប្លង់នេះខ្ញុំបង្ហាញតាក់ទងទៅនឹងប្លង់ម៉ាស៊ីនត្រជាក់មែនទេបាទអញ្ចឹងយើងធ្វើម៉េចដើម្បីឲ្យយើងកោងចេះណាយើងកោងអញ្ចឹងណាហើយទីសាធ្វើម៉េចដើម្បីឲ្យកោងនឹងលឿនទីឲ្យយើងកោង2 3កាច់4 5កាច់អញ្ចឹងទៅយើងទៅបិទទាំងអស់គ្នាខ្លះគាត់ដឹងគឺយើងត្រូវប្រើ fillet ណាប៉ុន្តែអ្នកខ្លះគាត់ fillet នៅតែមួយយឺតអញ្ចឹងណាអញ្ចឹងធ្វើឲ្យយើងនឹងគឺស៊ីពេលត្រូវហើយតាក់ទងទៅនឹងកន្លែងនេះគឺទៅយកទឹករបស់ម៉ាស៊ីនត្រជាក់ណាតើគេកាច់យ៉ាងម៉េចតាក់ទងទៅនឹងប្រើដាមី2គ្រាប់អញ្ចឹងហើយតើគេប្រើ comment អីហើយអានេះគឺ comment ទី1ខ្ញុំសូមប្រាប់បញ្ជាក់ម្ដងទៀត comment ទី1គឺយើងប្រើ comment fillet comment ដែលកោងអញ្ចឹងណាហើយទី2គឺប្រើ comment chamfer ណា chamfer ហើយប៉ុន្តែទាំងអស់គ្នាត្រូវតែចេះប្រើហ្នឹងគេប្រើឲ្យលឿនណាធ្វើវិធីសាស្ត្រម៉េចដើម្បីចុចតែម្ដងគឺទៅទាំងអស់ហ្មងហើយដូចជាអានេះវាជាការរំខានទៅវាជាការរំខានឲ្យយើងនៅពេលយើងប៉ះទៅវាចេញចេះឃើញអត់អញ្ចឹងយើងអត់ចង់ចេញអញ្ចឹងទេយើងចុចទៅលើ object មួយហ្នឹងប្លង់ហ្នឹងហើយយើងចូលទៅកាន់កន្លែងនេះណា layer property ហើយបន្តមកទៀតយើងបិទធ្វើការបិទចាក់សោវាទៅបាទនៅពេលដែលយើងចាក់សោវាហើយវានឹងនៅពេលដែលយើងប៉ះទៅគឺវាអត់ចេញផ្លែតអីទៀតទេណាវាចេញតាមបែបធម្មតាទៅបងប្អូនហើយអូខេឥឡូវយើងចូលទៅកាន់តាក់ទងទៅនឹងការងារយើងហ្មងទៅណាទីហោតែខ្ញុំមានប្លង់នៅពេលដែលខ្ញុំគូប្លង់នឹងហើយណាយើងកុំតន់អានប្រើ fillet ឬក៏ប្រើ chamfer មែនទេអញ្ចឹងនៅពេលដែលយើងគូហើយបែបនេះទីហោខ្ញុំមកទីហោជន់មួយទៀតអញ្ចឹងណាបាទនៅពេលដែលយើងទីហោថាយើងធ្វើបែបនេះហើយណាវាប្រកាសជាចេញបែបលក្ខណៈជ្រុងអញ្ចឹងឃើញទេបាទហើយតាក់ទងទៅនឹងដូចជា line ដែលមានអក្សរនេះដូចជាមាន PVC ឬក៏ AC Cooper អីហ្នឹងតោះនេះអាចទៅមើលវីដេអូពីមុនដែលខ្ញុំបរៀនអញ្ចឹងណាថាតើតាក់ទងទៅនឹងការដាក់អក្សរនៅប្រឡោះកដាលបន្ទាត់ហ្នឹងគេប្រើយ៉ាងម៉េចហើយប្រកាសជាប្រហែលជាខ្ញុំអាចដាក់នៅខាងចុងវីដេអូតាក់ទងទៅនឹង link វីដេអូហ្នឹងឬក៏អាចថា end screen អញ្ចឹងណាមកឥឡូវខ្ញុំសូមតាក់ទងទៅនឹងការធ្វើអាកោងមុនណាកោងទៅលើទៅយកម៉ាស៊ីនត្រជាក់ហើយមែនតើទាំងអស់គ្នាអត់អាចនិយាយថាបើសិនជាមិនធ្វើតាមខ្ញុំក៏បានដែរយើងប្រើឈុងអញ្ចឹងក៏បានដែរប៉ុន្តែចង់ឲ្យវាមើលទៅលក្ខណៈថាស្អាតជាងមុនលក្ខណៈថាមើលទៅវាចាប់អារម្មណ៍ជាងមុនអញ្ចឹងណាអញ្ចឹងយើងអាចប្រើតាមវិធីសាស្ត្ររបស់ខ្ញុំបានទាំងអស់គ្នាត្រូវអត់អញ្ចឹងយើងប្រើ comment ដំបូងឡើយយើងប្រើ comment fillet មែនទេទាំងអស់គ្នាបាទ fillet បន្ទាប់មកយើងចុច enter មកហើយបន្តមកទៀតយើងចុចអក្សរ O ណាបាទ enter ទៀតមកបន្តមកទៀតយើងគេឲ្យធ្វើគេspecify filter radius ណាអញ្ចឹងគេឲ្យនេះគេឲ្យយើងបញ្ចូលតកតងកំណាំងអាកោងកាមដែលកោងយើងចង់ដាក់ប្រហែល150 200ឬក៏100គុតអាហ្នឹងតាមយើងឆ្លាញ់ហើយខ្ញុំដាក់តែ150ចុះហើយខ្ញុំ enter មកតង់ទៀតមកប្រប់មកនៅអត់តន់អស់ទេណាអញ្ចឹងនៅពេលដែលយើង fillet អានេះយើងបានតែមកតង់ឯមួយពីរត្រូវទេបាទអញ្ចឹងអានេះវាពីរកាច់អញ្ចឹងយើងត្រូវចុចមែនយើងត្រូវចុច space ម្ដងទៀតត្រូវអញ្ចឹងនៅក្នុងវីដេអូនេះយើងអត់ធ្វើអញ្ចឹងទេណាដើម្បីធ្វើឲ្យលឿននៅពេលដែលយើងចុច fillet ហើយណាចុច fillet ហើយ AI យើងចុចហើយត្រូវអញ្ចឹងយើងអត់ត្រូវការចុចម្ដងទៀតទេពីព្រោះដោយសារ AI កំណត់កម្មយើងយក150គឺប៉ុណ្្នឹងឯងអញ្ចឹងខ្ញុំចុចអក្សរ P បាទបងប្អូនគ្នាសូមយល់ណាអញ្ចឹងយើងទៅប៉ះទៅនឹងបន្ទាត់ដែលយើងចង់ fillet វាហ្នឹងឃើញទេបាទឥឡូវម្ដងទៀតណាអូខេហើយចុច space យើងហាមមកវិញមកបន្តមកយើងចុច P ម្ដងទៀតហើយយើងប៉ះទៅនឹងបន្ទាត់ដែលយើងចង់ fillet ឃើញតើបងប្អូនណាអញ្ចឹងយើងចុចតែម្ដងទៅគឺទៅអញ្ចឹងមិនថាតែ2កាច់ទេណាចង់5កាច់6កាច់7កាច់ក៏វាទៅឲ្យទាំងអស់ដែរណាឃើញអត់ឃើញទេបងប្អូនបាទអញ្ចឹងអានេះវាជាភាពស្រស់ស្អាតម្យ៉ាងដែរបងប្អូនឃើញទេបាទភាពស្រស់ស្អាតម្យ៉ាងដែរហើយតាក់ទងទៅនឹងឥឡូវនេះយើងចូលទៅដល់ comment ទី2មែនទេ comment ទី2គឺជា comment chamfer មែនទេអត់ comment chamfer គឺវាប្រើខុសគ្នាបន្តិចណាតាក់ទងទៅនឹងអីគេអានេះដូចជាតបទៅតែមិញដែរអ្វីក៏វាមកវិញដដែលបងប្អូនណាអញ្ចឹងអូខេនេះ
យើងប្រើ layer ផ្សេងណាបងប្អូនណាជាស្រ័យអញ្ចឹងបានវាចេះឆ្ងល់ប៉ះទៅវានេះយើងចាក់សោវាទៀតមកណាបាទព្រោះយើងប៉ះទៅពេលខ្លះអ្នកខ្លះគាត់មាននេះណាគាត់អត់ចង់អញ្ចឹងគឺ yes អញ្ចឹងអាប្លង់នៅដែរតែប្លង់ទៅហើយអាប្លង់យើង design គឺនៅតែប្លង់ដែលយើង design ទៅមែនអត់ឥឡូវនេះយើងចូលទៅដល់ comment chamfer គឺជា comment ដែលធ្វើការតកតងទៅនឹង Podemy 2គ្រាប់ណាបាទអាហ្នឹងគឺយើងប្រើទៅលើអីណាប្រើទៅលើដូចជាទយោទឹកណាទយោទឹកជាម៉ាស៊ីនត្រជាក់ឬក៏ទយោទឹកស្អាតហើយយើងអាចប្រើនៅក្នុងចំពោះបើសិនជា tender មួយចំនួនអញ្ចឹងណាបាទ tender មួយចំនួនធម្មតាយើងគូតែ line អញ្ចឹងមួយទេអញ្ចឹងយើងចង់ឲ្យលឿនយើងប្រើ chamfer ហ្មងទៅណា CH ណា CHA អញ្ចឹងទៅគឺ comment វា CHA បាទអញ្ចឹង CHA ណាខ្ញុំស៊ូមមួយចិត្តតិចមកបាទចុច space មួយមកបន្ទាប់មកយើងបញ្ចូលកម្មប៉ុន្តែកម្មវាមិនមែន AI ទេណាគឺយើងប្រើ D ទៅនេះប្រើ D មែនអត់បាទប្រើ D ហើយយើងបញ្ចូលមកគេឲ្យយើងបញ្ចូល distance ហ្នឹងប្រហែលណាកម្មហ្នឹងយើងបញ្ចូលដូចដាក់100ចុះទីហោណា enter មកបាទ enter 2ដង enter ទី1 enter ទី2មែនអត់បាទហើយបន្តមកទៀតយើងចង់ធ្វើការឲ្យវាលឿនណាយើងអត់ចង់ចុចម្ដងមួយទៀតឧទាហរណ៍ថាឥឡូវវាមាន1មាន2មានអូខេវាមានមួយកែងពីរកែងទៅគេអញ្ចឹងយើងត្រូវចុច2ដងត្រូវអត់ឥឡូវនេះយើងអត់ត្រូវការចុច2ដងទៀតទេយើងចុចតែតោះយើងចុចchamfer ហើយយើងចុច D ហើយយើងបញ្ចូលកម្មបន្តមកយើងចុចអក្សរ P ត្រែលមែនទេបាទហើយបន្តមកទៀតយើង select នៅលើហ្នឹងឃើញនេះ select នៅលើline ដែលយើងចង់ឲ្យវាchamfer ហ្នឹងទៅណាអធិស្ឋានទាំងនេះណាមានបញ្ហាតិចតួចហើយឃើញអត់អានេះដោយសារអីវាអត់ជាប់គ្នាដោយសារវា line ដាច់អញ្ចឹងយើងចុច space 5មកវិញមកបន្តមកយើងចុចតពេណាហើយយើងចុចផ្ទះមកណាឃើញអត់ទាំងអស់គ្នាណាបាទចឹងនេះវាជួយពលឿនការងារទាំងអស់គ្នាច្រើនមែនតើតាក់ទងទៅនឹងការងារ design ណានៅពេលដែលយើង design ហើយយើងមើលទៅវាសោភ័ណភាពវាម្យ៉ាងដែរទាំងនេះណាឥឡូវខ្ញុំដាក់នេះហើយខ្ញុំដាក់ពេនេះអត់ហើយខ្ញុំសូមបញ្ជាក់ម្ដងទៀតតាក់ទងទៅនឹង align នេះណា line ដែលមាន PVC ឬក៏មិនថា PVC ឬ line យើងចង់ដាក់អក្សរអីក៏បានដែរណា whatever អាស្រ័យនៅលើយើងដែលយើងចង់បានណាអញ្ចឹងបើយើងចង់ចេះអាហ្នឹងក៏ទៅមើលវីដេអូខ្ញុំនៅក្នុង channel YouTube ឬក៏ Facebook ហ្នឹងឯងណាហើយឬក៏ Telegram ហ្នឹងឯងណាខ្ញុំមានជូនហើយ yes ប៉ុណ្្នឹងទេណាហើយអានេះទាំងអស់គ្នាអាចថាយកទៅណាជាចំណេះដឹងឬក៏ជា style របស់ទាំងអស់គ្នាចង់ធ្វើតាមខ្ញុំក៏បានធ្វើតាមដូចធម្មតាក៏បានអត់អីទេណាបើសិនជាទាំងអស់គ្នាថាអូមើលធ្វើតាមខ្ញុំទៅវាអត់ស្អាតទាំងអស់គ្នាធ្វើធម្មតាក៏បានដែរឆុងដូចធម្មតាមិនក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំស្រឡាញ់បែបហ្នឹងណាគឺឃើញនេះអញ្ចឹងយើងគូយកទៅបន្ទាប់មកយើងគ្រាន់តែប្រើ comment តិចតួចទៅវាធ្វើការយើងគឺពលឿនការងារយើងហ្មងណាអរគុណច្រើនទាំងអស់គ្នាណាហើយជួបគ្នានៅវីដេអូក្រោយ